សូមគោរពជំរាបសួរដល់បងប្អូនជាយុវជនកម្ពុជាទាំងអស់គ្នាបាទជាពិសេសគឺសម្រាប់បងប្អូនដែលកំពុងតែស្វែងរកនៅឱកាសបន្តការសិក្សានៅឯសាធារណរដ្ឋប្រជាមានិតចិនបានចឹងសម្រាប់ខ្ញុំនៅថ្ងៃនេះគឺសូមចែករំលែកនៅព័ត៌មានអាហារូបករណ៍មួយដែលផ្ដល់តាមរយៈសមាគមសន្និសីទអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលអាហារូបករណ៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននេះក្នុងឆ្នាំសិក្សា2025-2026នេះខ្ញុំបានកត់សម្គាល់ឃើញថាក្នុងឆ្នាំសិក្សានេះគឺសមាគមសន្និសីទអាហារូបករណ៍របស់សម្ដេចបានផ្ដល់ឱកាសឲ្យយុវជនកម្ពុជាដាក់ពាក្យស្នើសុំប្រកួតប្រជែងអាហារូបករណ៍ជា2លើករួចមកហើយបាទលើកទី1គឺបានធ្វើការ select និងជ្រើសរើសនៅបេក្ខជនដែលមានសក្តានុពលរួចទៅហើយលើកទី2នេះក៏កំពុងតែធ្វើការប្រកាសឲ្យបេក្ខជនដែលមានសមត្ថភាពជាពិសេសគឺបេក្ខជនដែលចេះនៅភាសាចិនឬក៏មានវិញ្ញាបនបត្របញ្ជាក់កម្រិតភាសាចិនហើយមានឆន្ទៈខ្ពស់ក្នុងការបន្តការសិក្សានៅឯសាធារណរដ្ឋប្រជាមានិតចិននេះដើម្បីដាក់ពាក្យប្រកួតប្រជែងអាហារូបករណ៍ដ៏ពិសេសដែលមានចំនួនកូតារហូតដល់78កូតាបានអញ្ចឹងនៅសម្រាប់78កូតានេះគឺនឹងមានព័ត៌មានលម្អិតដូចខាងក្រោមអំពីអាហារូបករណ៍ផ្ដល់ជូនចំនួន78កន្លែងហើយអត្ថប្រយោជន៍នៃអាហារូបករណ៍នេះគឺសុទ្ធសឹងតែជាប្រភេទអាហារូបករណ៍ full scholarship គឺមាន40កន្លែងគឺកូនសិស្សគឺទទួលបានទី1គឺពាក់ព័ន្ធជាមួយនឹងថ្លៃសិក្សាបាទការស្នាក់នៅប្រាក់ឧបត្ថម្ភប្រចាំខែនិងបាទធានាទៅលើ insurance ផងដែរហើយសម្រាប់អាហារូបករណ៍ចំនួន38កន្លែងផ្សេងទៀតគឺផ្ដល់តែជូនទៅលើការស្នាក់នៅនិងថ្លៃសាលាតែប៉ុណ្ណោះបាទពាក់ព័ន្ធជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗឬក៏ insurance នោះគឺអត់មានទេមានថាគឺជាកាតព្វកិច្ចតខ្លួនរបស់បេក្ខជនបាទហើយសម្រាប់អាហារូបករណ៍នេះគឺផ្ដល់ជូននៅថ្នាក់ភាសាចិនបាទគឺផ្ដល់ជូននៅថ្នាក់ភាសាចិនសិក្សាជាភាសាចិនចំនួន1ឆ្នាំបាទថ្នាក់បរិញ្ញាបត្រសិក្សាជាភាសាចិនរយៈពេលចំនួន4ឆ្នាំបាទបរិញ្ញាបត្រនេះគឺក្នុងន័យថាអាចបងប្អូនអាចជ្រើសរើសនៅសឹងតែគ្រប់មុខជំនាញបាទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គឺសិក្សាតែភាសាចិនឬក៏ជាភាសាអង់គ្លេសបាទចំនួន2ឆ្នាំឬក៏3ឆ្នាំគឺវាអាស្រ័យទៅតាមភេទនៃអាហារូបករណ៍ឬក៏ប្រភេទនៃ program ដែលបងប្អូនទាំងអស់គ្នាធ្វើការជ្រើសរើសបាទជំនាញសិក្សាគឺគ្រប់មុខជំនាញតែម្ដងបាទហើយក៏សូមបញ្ជាក់ផងដែរថាសម្រាប់ពាក់ព័ន្ធជាមួយនឹងថ្លៃសំបុត្រយន្តហោះទៅមកអីអានឹងគឺជាបន្ទុករបស់និស្សិតផ្ទាល់តែម្ដងហើយបងប្អូនទាំងអស់គ្នាដែលជាបេក្ខជនគឺប្រហែលជាអាចទទួលបាននូវព័ត៌មានទាំងអស់នេះរួចមកហើយគឺតាមរយៈchannel social media មួយចំនួនដែលជា channel របស់សមាគមសន្និសីទអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតឬក៏តាមរយៈFacebook page របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកជំទាវបណ្ឌិតឬក៏តាមរយៈ Facebook page នៃអាហារូបករណ៍ចិនអមតចិនផងដែរនិងគណនី Facebook page ក៏ដូចជាគណនីផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំកម្ពុជារបស់អមតផងដែរសម្រាប់គ្រឹះស្ថានសិក្សានៃអាហារូបករណ៍នេះគឺផ្ដល់ជូននៅគ្រឹះស្ថានចំនួន6បាទទី1គឺសាកលវិទ្យាល័យសុនយ័នសេនបាទដែលជាសាកលវិទ្យាល័យ Top 10 in China តែម្ដងហើយសាកលវិទ្យាល័យនេះគឺបានផ្ដល់សឹងតែគ្រប់មុខជំនាញតែម្ដងប៉ុន្តែសាកលវិទ្យាល័យសុនយ័នសេនគឺជាសាកលវិទ្យាល័យមួយដ៏តឹងរ៉ឹងផងដែរហើយលក្ខខណ្ឌតម្រូវនៃការត្រូវការបេក្ខជនក៏ជាប្រភេទសាកលវិទ្យាល័យមួយដែលត្រូវការបេក្ខជនដែលមានគុណវុឌ្ឍិខ្ពស់ខ្លាំងមែនទែនជាពិសេសគឺបេក្ខជនដែលមាននិទ្ទេសល្អហើយមានភាសាចិនល្អផងដែរបាទអាចនិយាយបានថាតើតែនិស្សិតហ្នឹងគឺគាត់មាននិទ្ទេស A B C អញ្ចឹងទៅហើយគាត់មានគេហៅថា HSK level SK របស់គាត់ចាប់ពី5ចុចឡើងទៅបាទទើបអាច apply ជាប់នៅក្នុងសាកលវិទ្យាល័យសម្រាប់ផ្សេងបានហើយមានសាកលវិទ្យាល័យ Peking Technology ឬក៏គេហៅថា Beijing University of Technology បាទសាកលវិទ្យាល័យនេះគឺផ្ដោតទៅលើមុខជំនាញបច្ចេកវិទ្យាដូចជាសំណង់ស៊ីវិល អគ្គិសនី IT Electronic ជាដើមហើយសាកលវិទ្យាល័យទី3គឺពាក់ព័ន្ធជាមួយសាកលវិទ្យាល័យ Yunnan និងហិរញ្ញវត្ថុនេះសេដ្ឋកិច្ច
Yunnan University of Finance and Economics បាទនៅឯខេត្ត Yunnan ហើយសាកលវិទ្យាល័យនេះគឺផ្ដោតទៅលើមុខជំនាញ Business ជាច្រើនក៏ដូចជាមុខជំនាញ Social Science ជាច្រើនផងដែរបាទហើយសាកលវិទ្យាល័យទី4គឺនៅសាកលវិទ្យាល័យ Zhejiang University បាទសាកលវិទ្យាល័យ Zhejiang University ដូចជាគេផ្ដល់គោលតាឲ្យ3ទៅ5នាក់ផងដែរបាទគេផ្ដោតទៅលើតែអ្នកដែលមានអ្នកដែលចេះចិនស្រាប់បាទអ្នកដែលចេះចិនស្រាប់ហើយមានគោលបំណងចង់ធ្វើជាគ្រូបង្រៀនភាសាចិននៅឯវិទ្យាស្ថានឬក៏នៅឯសាលាចិននោះអានឹងគឺអាហារូបករណ៍ Zhejiang University នេះគឺផ្ដោតទៅលើអ្នកដែលមានបំណងចង់ធ្វើជាគ្រូចិនបាទហើយនៅសាកលវិទ្យាល័យទី5គឺសាកលវិទ្យាល័យមហាសមុទ្រ Zhejiang ឬក៏ Zhejiang Ocean University បាទសាកលវិទ្យាល័យ Zhejiang Ocean University និងសាកលវិទ្យាល័យ Hozhou University នេះសាកលវិទ្យាល័យទី5ទី6នេះគឺផ្ដោតជាប្រភេទសាកលវិទ្យាល័យដែលបានផ្ដល់នូវ Pastoral Scholarship ឬក៏ថាអាហារូបករណ៍ដែលមិនពេញលេញផ្ដល់តែថ្លៃសាលាในការស្នាក់នៅហើយប្រភេទអាហារូបករណ៍តាំងពីសាលានេះយើងអាចនិយាយបានថាគឺផ្ដល់លក្ខខណ្ឌឲ្យបងប្អូនដែលមាន IELTS ឬក៏ TOEFL អាចទៅរៀនបានអាចដាក់ពាក្យបានប្រកួតប្រជែងបានទៅថ្នាក់Master ផងដែរបាទសម្រាប់នៃការស្នើសុំនៃអាហារូបករណ៍លក្ខខណ្ឌនៃការចុះឈ្មោះទី1សម្រាប់ការស្នើសុំថ្នាក់ភាសាចិនបេក្ខជនទាំងពីរភេទគឺត្រូវមានទី1គឺសញ្ជាតិខ្មែរបាទជនជាតិខ្មែរសុខភាពល្អនិងសតិបញ្ញាល្អផងដែរសម្រាប់ថ្នាក់បរិញ្ញាបត្រគឺក្រោមអាយុ25ឆ្នាំគឺលើសពី25ឆ្នាំគឺបងប្អូនគឺខុសលក្ខខណ្ឌបាទមិនធ្លាប់ទទួលបាននៅប្រភេទអាហារូបករណ៍រដ្ឋាភិបាលចិនឬក៏កំពុងតែដាក់នៅអាហារូបករណ៍ណាមួយគឺមិនអនុញ្ញាតឲ្យបងប្អូនធ្វើការដាក់នៅអាហារូបករណ៍នេះទៀតទេបាទត្រូវមានសញ្ញាបត្រទូរយភូមិបាទសញ្ញាបត្រទូរយភូមិឬក៏សញ្ញាបត្រដែលមានតម្លៃស្មើបាទត្រូវមាន ASK ឬក៏បន្ទុកដែលមានគេថាវិញ្ញាបនបត្របញ្ជាក់ភាសាចិន ASK ឬក៏ HSKK បាទកម្រិត3ឡើងទៅបាទហើយបងប្អូនត្រូវភ្ជាប់នៅសំណេរគេហៅថាសំណេរពាក់ព័ន្ធជាមួយនឹងមូលហេតុដែលចង់ទៅបន្តការសិក្សានៅប្រទេសចិនឬក៏គេហៅភាសាបច្ចេកទេសមួយទៀតគេហៅ study plan របស់បងប្អូនទាំងគ្នាបាទចាប់ពី600ពាក្យទៅ700ពាក្យផងដែរហើយការសរសេរនេះគឺតម្រូវឲ្យបងប្អូនសរសេរជាភាសាចិនតែម្ដងបាទហ្នឹងគឺសម្រាប់អាហារូបករណ៍រៀនភាសាចិននៅឯសាកលវិទ្យាល័យ Zhejiang University បាទសម្រាប់លក្ខខណ្ឌនៃអាហារូបករណ៍បរិញ្ញាបត្ររៀនជំនាញទូទៅមួយទៀតគឺចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងសញ្ជាតិអាយុគឺដូចគ្នាបាទគឺដូចគ្នាបាទហើយបងប្អូនដែលដាក់រៀននៅបរិញ្ញាបត្រទូទៅគឺបងប្អូនអាចជ្រើសរើស3ជំនាញបានបាទ3ជំនាញបានដូចបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានអញ្ចឹងបាទហើយត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាឬក៏ការមធ្យមឬក៏សញ្ញាបត្រមធ្យមវិទ្យាទុរយភូមិឬក៏សញ្ញាបត្រដែលមានតម្លៃស្មើជាដើមបាទត្រូវមានប្រតិបត្តិបន្ទុកថ្នាក់ទី10 11 12បាទត្រូវតែមានអាហ្នឹងគឺយើងយកជាភាសាអង់គ្លេសតែម្ដងបាទឬក៏ពីភាសាចិនត្រូវមាន ASK level ASK បាទឬក៏យើងនិយាយបានថាជាបេក្ខជនដែលអាចប្រើប្រាស់នៅភាសាចិនបានល្អឬក៏មាន HSK certificate បើសិនជាមានគឺសូមជួយភ្ជាប់មកជាមួយបាទទី2គឺបងប្អូនអាចសរសេរសំណេរពាក់ព័ន្ធជាមួយនឹងstudy plan របស់បងប្អូនជាភាសាចិនឬក៏ភាសាអង់គ្លេសផងដែរបាទសម្រាប់កន្លែងចំណុចនេះគឺបើចំហឲ្យបងប្អូនដែលមានសមត្ថភាពគឺអាចដាក់ពាក្យបានពីព្រោះបរិញ្ញាបត្រនេះគឺយើងអាចនិយាយថាបរិញ្ញាបត្រទូទៅគឺបងប្អូនអាចជ្រើសមុខជំនាញនៅច្រើនតែមាននៅក្នុងសាកលវិទ្យាល័យទាំងប្រមាណខាងលើនេះបាទលក្ខខណ្ឌទី3សម្រាប់បងប្អូនដែលដាក់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បាទទៅបរិញ្ញាបត្រជាន់ខ្ពស់នេះគឺសំដៅទៅលើសាកលវិទ្យាល័យ2គឺទី1គឺ Zhejiang Ocean University ហើយនិង Hozhou University បាទអញ្ចឹងលក្ខខណ្ឌទី1គឺពាក់ព័ន្ធជាមួយនឹងសញ្ជាតិសុខភាពនិងស្តិបញ្ញាស្មារតីគឺត្រូវល្អបាទអាយុសម្រាប់អាយុគឺក្រោម35ឆ្នាំបាទមានចំណេះដឹងភាសាអង់គ្លេសឬក៏ភាសាចិនបានល្អ
បាទជ្រើសរើសជំនាញ3ដូចគ្នាហើយមានសញ្ញាបត្រទុរយភូមិនិងសញ្ញាបត្រដែលមានតម្លៃស្មើហើយនឹងមានសញ្ញាបត្របរិញ្ញាបត្រឬក៏បរិញ្ញាបត្រដែលមានតម្លៃស្មើដូចគ្នាបាទមានកម្រិតបន្ទុកឬក៏ប្រតិបត្តិបន្ទុកគឺល្អបាទក៏សូមឲ្យបងប្អូនភ្ជាប់ជួននៅប្រតិបត្តិបន្ទុកល្អហើយក៏សូមភ្ជាប់ជួននៅលទ្ធផលតេស្ត IELTS ឬ TOEFL ឬក៏ HSK test ដូចគ្នាសូមភ្ជាប់មកជាមួយហើយជាពិសេសគឺសម្រាប់បងប្អូនដែល apply យកថ្នាក់ master នឹងតែម្ដងគឺទាមទារឲ្យបងប្អូននៅសរសេរនៅ writing research proposal បាទជាភាសាអង់គ្លេសឬក៏ជាភាសាចិនផងដែរហើយសម្រាប់ការសរសេរនៅ research proposal គឺបងប្អូនអាចសិក្សាស្រាវជ្រាវទៅលើ format ទម្រង់នៃ research proposal ហើយក៏សូមប្រែប្រាប់ផងដែរថាមិនមែនយក thesis ឬក៏ dissertation តែបងប្អូនកំពុងតែបានធ្វើរួចមកហើយនៅថ្នាក់បរិញ្ញាបត្រយកមកដាក់នោះទេណាបងប្អូនគ្នាក៏សូមធ្វើការកត់ចំណាំកន្លែងនេះបាទហើយចំណុចទី4គឺនិយាយពាក់ព័ន្ធមួយទីតាំងនៃការបរិច្ឆេទនៃការចុះឈ្មោះបាទបេក្ខជនដែលមានបំណងដាក់ពាក្យអាហារូបករណ៍ខាងលើនេះគឺត្រូវបោកបំពេញបែបបទតាមការណែនាំខាងក្រោមទី1គឺបងប្អូនអាចអញ្ជើញមកផ្ទាល់បាទអញ្ជើញមកផ្ទាល់នៅទីតាំងស្នាក់ការរបស់សមាគមអាហារូបករណ៍របស់សម្ដេចបាននៅផ្ទះលេខ4ផ្លូវលេខ522សង្កាត់បឹងកក់1ខណ្ឌទូកករាជធានីភ្នំពេញនៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យគឺយើងធ្វើការសម្រាប់ទេបាទពីម៉ោង8ដល់ម៉ោង12ថ្ងៃត្រង់ពីម៉ោង2រហូតដល់ម៉ោង5ល្ងាចបាទបេក្ខជនត្រូវភ្ជាប់មកជាមួយនឹងអត្តសញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនសៀវភៅគ្រួសារសៀវភៅស្នាក់នៅជាឯកសារមកឯកសារទាំងអស់នេះជា file PDF ទាំងអស់បាទនឹងភ្ជាប់ជូនមកនៅឯកសារដែលបានដាក់ជូននៅក្នុងលក្ខខណ្ឌនៃការដាក់ពាក្យផងដែរបាទហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នាយកនៅ computer ឬក៏ smartphone ឬក៏ tablet ផ្សេងៗដើម្បីងាយស្រួលធ្វើការចុះឈ្មោះស្នើសុំចុះឈ្មោះនៅក្នុង system online បាទឬក៏មួយទៀតបងប្អូនមិនចាំបាច់អញ្ជើញមកផ្ទាល់ទេគឺបងប្អូនអាចចុច link ឬក៏ scan QR code link ដើម្បីទៅដំណរចុះឈ្មោះផ្ទាល់តែម្ដងអានេះគឺសម្រាប់បងប្អូននៅឯខេត្តឬក៏នៅភ្នំពេញបាទដែលយល់ឃើញថាបងប្អូនមានលទ្ធភាពក្នុងការចុះឈ្មោះដោយខ្លួនឯងបានមិនចាំបាច់ឲ្យមានការណែនាំណាមួយពីក្រុមការងារប៉ុន្តែក្នុងន័យនេះក៏សូមគោរពស្នើសុំឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ជើញទៅដល់សមាគមផ្ទាល់ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ជាងនឹងហើយនឹងមានការចងល់បង្ហាញពីក្រុមការងារច្បាស់លាស់ជាងនឹងផងដែរបាទអំពីដំណើរការនៃការជ្រើសរើសគឺដំណើរការនៃការជ្រើសរើសរបស់យើងគឺប្រព្រឹត្តទៅជា3ដំណាក់កាលបាទដំណាក់កាលទី1គេហៅថាដំណាក់កាលជ្រើសរើសបឋមបាទដំណាក់កាលជ្រើសរើសបឋមមានន័យថាម៉េចគឺគណៈកម្មការនឹងធ្វើការជ្រើសរើសធ្វើការវិតម្លៃទៅលើគុណសម្បត្តិឬក៏គុណវុឌ្ឍិរបស់បេក្ខជនដែលបានដាក់ពាក្យនឹងដែលបានដាក់ពាក្យហើយបញ្ជូនឯកសារត្រឹមត្រូវហើយទាន់ពេលវេលានឹងគ្រប់គ្រាន់តែមានលក្ខខណ្ឌដែលបានបញ្ជាក់និងបែងចែកនៅក្នុង SOP របស់យើងរួចទៅហើយនៅពេលដែលបេក្ខជនជាប់វគ្គការហៅវគ្គ short list នឹងហើយគឺបេក្ខជននឹងចូលដល់វគ្គបន្តទី2គេហៅថាវគ្គសម្ភាសន៍ផ្ទាល់មាត់បាទសម្ភាសន៍ផ្ទាល់មាត់និងការជ្រើសរើសគ្រឹះស្ថានដំសិក្សាបេក្ខជនដែលបានជាប់នៅក្នុងវគ្គជ្រើសរើសបឋមត្រូវចូលរួមធ្វើការសម្ភាសន៍ផ្ទាល់មាត់តាមពេលវេលាកំណត់របស់គណៈកម្មការជ្រើសរើសបាទនៅពេលដែលគណៈកម្មការជ្រើសរើសរបស់យើងធ្វើការជ្រើសរើសបេក្ខជនដែលជាប់នៅក្នុងវគ្គបឋមហើយយើងនឹងបង្កើតជា group Telegram មួយដើម្បីធ្វើការជូនដំណឹងដល់បេក្ខជនដែលបានជាប់វគ្គបឋមហើយនឹងទៅដល់វគ្គសម្ភាសន៍នោះយើងនឹងធ្វើការជូនដំណឹងថានៅពេលណាយើងត្រូវការសម្ភាសន៍ផ្ទាល់មាត់ទៅកាន់បងប្អូនទាំងអស់គ្នាបាទបេក្ខជនដែលមានជាប់នៅក្នុងវគ្គសម្ភាសន៍ត្រូវជ្រើសគ្រឹះស្ថានឧត្តមសិក្សាដែលស្របទៅតាមជំនាញនិងឧបនិស្ស័យរបស់ខ្លួនគាត់តែម្ដងហើយដំណាក់កាលទី3គឺដំណាក់កាលបំពេញ application online បាទដំណាក់កាលនេះគឺបងប្អូនត្រូវមាននៅឯកសារដែលពាក់ព័ន្ធទាំងអស់បាទត្រូវមាននៅឯកសារដែលពាក់ព័ន្ធទាំងអស់ដើម្បីបំពេញនៅ application online ហើយសម្រាប់ឯកសារទាំងអស់នេះគឺបងប្អូនមិនខុសអីពីការរៀបចំការបំពេញ online នៅប្រភេទអាហារូបករណ៍ផ្សេងទៀតនោះទេឧទាហរណ៍ថាអាហារូបករណ៍របស់រដ្ឋាភិបាលចិនប្រភេទ
CSC ឬក៏ប្រភេទ second row នេះផ្សេងៗក៏តម្រូវការនៃឯកសារក៏មិនខុសគ្នានោះដែរបាទសម្រាប់វគ្គនេះគឺជាវគ្គសំខាន់ទាមទារបងប្អូនទាំងអស់គ្នាមានឯកសារគ្រប់គ្រាន់បើសិនជាបងប្អូនមិនមានឯកសារគ្រប់គ្រាន់នេះប្រហែលជាមិនអាចទៅវគ្គបំពេញ application online ជោគជ័យនោះទេហើយក៏សូមគ្រប់ស្នើសុំផងដែរថាសម្រាប់បងប្អូនដែលគិតថាខ្លួនឯងមាន potential ខ្ពស់មានលទ្ធភាពខ្ពស់ក្នុងការជាប់ដល់វគ្គបំពេញ application online នេះក៏សូមគោរពស្នើសុំឲ្យបងប្អូនទាំងគ្នាត្រៀមនៅឯកសារទាំងអស់ហ្នឹងឲ្យបានមុនបាទឬក៏យើងអាចរៀបចំឯកសារទាំងអស់ហ្នឹងឲ្យបានមុនអត់ទាន់ពេលវេលាបាទហើយសម្រាប់ព័ត៌មានលម្អិតផ្សេងគឺបងប្អូនអាចអញ្ជើញមកផ្ទាល់បាទអញ្ជើញមកផ្ទាល់ដើម្បីសាកសួរនៅព័ត៌មានពាក់ព័ន្ធជាមួយអាហារូបករណ៍នៅសមាគមសន្និសីទអាហារូបករណ៍របស់យើងផ្ទាល់ដែលមានអាសយដ្ឋាននៅខាងរួចមកហើយដែលយើងបានបញ្ជាក់ហើយបងប្អូនទាំងគ្នាដឹងហើយថាអាហារូបករណ៍របស់យើងគឺមានរយៈពេលតែប្រហែលថ្ងៃទេបាទប្រហែលជាខ្ទង់10ថ្ងៃជាងទេនៃការផ្សព្វផ្សាយនៅអាហារូបករណ៍អញ្ចឹងសូមឲ្យបងប្អូនទាំងគ្នាដែលមានបំណងពិតប្រាកដក្នុងការចង់បន្តអាហារូបករណ៍ទៅកាន់សាធារណរដ្ឋខ្ញុំអញ្ចឹងត្រូវធ្វើការស្វះស្វែងឲ្យរួសរាល់បំពេញពាក្យស្នើសុំក៏ដូចជាការរៀបចំឯកសារឲ្យទាន់ពេលវេលាដែរបាទបងប្អូនដែលចង់បានព័ត៌មានបន្ថែមអាចទំនាក់ទំនងដោយផ្ទាល់នៅក្នុងក្រុម Telegram ដែលបានបញ្ជាក់រួចរាល់ឬក៏អាចតាក់ទងនៅផ្ទាល់តាមរយៈលេខទូរស័ព្ទក៏ដូចជាក្រុម Telegram ដែលមាននៅក្នុងសេចក្តីជូនដំណឹងនេះផងដែរបាទអញ្ចឹងជាចុងបញ្ចប់ខ្ញុំបាទសូមគោរពអរគុណសូមជម្រាបលាបងប្អូន See you next video